ធីបុណ្យសម្ពោធឆ្លងផ្លូវនិងឡើងអ្នកតាភូមិថ្មីឃុំពីនប្រធ្នួស្រុកកោះស្ទឹងខេត្តកំពង់ចាមអាត្មាភាពព្រះបញ្ញាសិលញ្ញាណខុតជូស្រេងព្រះចាតិកាវត្តពីនប្រធ្នួរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាលោកអាចារ្យគណៈកម្មការអាជ្ញាធរដែនដីមន្ត្រីរាជការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យសម្ពោធឆ្លងផ្លូវនិងឡើងអ្នកតាភូមិថ្មីដែលបានកសាងយូរឆ្នាំមកនេះអាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមនិមន្តនិងអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយក្នុងនិងក្រៅប្រទេសមន្ត្រីរាជការអាជ្ញាធរដែនដីមេត្តាចូលរួមឲ្យបានច្រើនកកនិងជួយចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនកម្មវិធីបុណ្យថ្ងៃអង្គារ700ខែផលគុណឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី10ខែមិនិនាឆ្នាំ2026វេលាម៉ោង 9:00 នាទីព្រឹករៀបចំពិធីក្រុងពាលីវេលាម៉ោង 1:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការវេលាម៉ោង 2:00 នាទីរសៀលចម្រើនព្រះបរិត្តនិមន្តព្រះសង្ឃសម្ដែងធម្មទេសនាវេលាម៉ោង 4:00 នាទីរសៀលទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសជិតឆ្ងាយលុះព្រឹកឡើងថ្ងៃពុធ400ខែផលគុណត្រូវនឹងថ្ងៃទី11ខែមិនិនាឆ្នាំ2026វេលាម៉ោង 7:00 នាទីព្រឹកជួបជុំពុទ្ធបរិស័ទសមាទានសិលវេលាម៉ោង 8:30 នាទីព្រឹកគណៈអធិបតីកាត់ខ្សែបូវេលាម៉ោង 9:30 នាទីព្រឹកនិមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន99អង្គវេលាម៉ោង 10:30 នាទីព្រឹកវេដាឆ្លងពហុទេវាជាកិច្ចបង្ហោចបុណ្យបញ្ជាក់សូមចង្ហាន់ភេសជ្ជៈតាមសទ្ធាជ្រះថ្លានៅពេលរាត្រីមានលខោនបាសាក់ឯកឧត្តមអសំអាងរាជធានីភ្នំពេញសម្ដែងជូនទេសនាពេញមួយរាត្រីអ្នកផ្ដាំបុណ្យព្រះគ្រូបញ្ញាសិលញ្ញាណខុតជូស្រេងព្រះចាអធិការវត្តលោកអាចារ្យគណៈកម្មការអាជ្ញាធរដែនដីពុទ្ធបរិស័ទនិងមន្ត្រីរាជការទំនាក់ទំនងទូរស័ព្ទលេខ012 86 70 92 097 54 19 479 092 46 73 33និង097 78 68 792សូមអរព្រះគុណនិងសូមអរគុណ